ជំរាបសួរបងប្អូនទាំងអស់គ្នាវិលមកជួបមើលលោកគ្រូម្ដងទៀតហើយថ្ងៃនេះលោកគ្រូបានលើកយកនៅចំណុចវិទ្យាថ្នាក់ទី5ដែលតទៅជាមួយនឹងមេរៀនទី14ធរណីមាត្រអញ្ចឹងលោកគ្រូណាម្ដងទៀតមេរៀនទី14ធរណីមាត្រអញ្ចឹងថ្ងៃនេះលោកគ្រូក៏បានលើកយកនៅគណនាមួយមកផងដែរគឺគណនាបរិមាណរង្វង់តោះអញ្ចឹងលើកយើងមកមើលនេះគឺជារង្វង់របស់យើងហើយគេប្រាប់មកគឺប្រាប់កម្មគឺយើងតាំងដោយA អញ្ចឹង A របស់យើងគឺ6សង់ទីម៉ែត្រអញ្ចឹងយើងអាចរកបរិមាណរង្វង់បានតាមរូបមន្តដូចជា P ស្មើ2គុណនឹង π គុណឲ្យ A នេះគឺជាបរិមាណរង្វង់ដែលគេប្រាប់យើងគឺប្រាប់កម្មតោះអញ្ចឹង π ទូទៅគេយក 3/10 14តោះនេះទៅគណនាទាំងអស់គ្នាគណនាបរិមាណរង្វង់តាមរូបមន្ត P ស្មើ2គុណនឹង π គុណឲ្យA ដោយដឹងថា π ជាទូទៅគឺគេយក 3/10 14ចំណែកឯ A គឺស្មើឲ្យ 6 សង់ទីម៉ែត្រអញ្ចឹងគេបាន P គឺជាបរិមាណរង្វង់នេះស្មើឲ្យ2គុណឲ្យ 3/14គុណឲ្យ 5 6តោះអញ្ចឹងយើងធ្វើបានវិធីទាំងអស់គ្នា3/14គុណឲ្យ2ដូចយើងបានថាវិធីគុណគឺមានលក្ខណៈត្រឡប់អញ្ចឹងយើងដាក់2គុណ3/14ក៏បានឬមួយក៏3/14គុណ2ក៏បានអញ្ចឹង2 4ដង5 8 2ម្ដង2 2 3ដង5 6ចូលស្ពាក2ទុំយើងដាក់មកដល់ដែរបន្តមកទៀតយើងគុណនឹង5 6បាទ6 8ដង48យើងសរសេរលេខ5 8ត្រាទុក4 6 2ដង12 12និង4 15 6សរសេរលេខ6ត្រាទុក1 6 6ដង36 36និង1 35 7ជួស្ពាក2តុងដាក់មកដល់ដែរអញ្ចឹងចម្លើយរបស់យើងឃើញ37.65ដូចនេះបរិមាណរង្វង់គឺ37.68សង់ទីម៉ែត្រតោះចឹងលោកគ្រូនឹងអានម្ដងទៀតគណនាបរិមាណរង្វង់ដោយតាមរូបមន្ត P ស្មើ2គុណនឹង π គុណឲ្យ A ដោយ π ទូទៅគេយក 3/10 14ចំណែកឯ A កម្មនេះគឺ6សង់ទីម៉ែត្រចំណែកគេបាន P ស្មើ2គុណនឹង 3/14គុណឲ្យ6ស្មើឲ្យ 37.68សង់ទីម៉ែត្រអញ្ចឹងដូចនេះបរិមាណរង្វង់គឺ37.68សង់ទីម៉ែត្របាទអញ្ចឹងមេរៀនរបស់លោកគ្រូថ្ងៃនេះក៏ដល់ទីបញ្ចប់អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានសូមព្រះប្រទានពរ